បើក្បាលវីដេអូមកឃើញអូសយកមកកន្លែងមន់ទៀតហើយគឺថ្ងៃនេះមានវីដេអូមួយមកបង្រៀនពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថ្នាំសម្លាប់មេរោគបងប្អូនសម្រាប់អ្នកដែលគាត់ចិញ្ចឹមមន់ថ្មីឬក៏គាត់ចិញ្ចឹមយូរហើយតែគាត់មិនដែលប្រើប្រាស់វិធីសាស្ត្រមួយនេះវិធីសាស្ត្រមួយនេះយើងអត់គួរមើលម្លងទេអ្នកទាំងអស់គ្នាដោយសារវាក៏ជាផ្នែកមួយដែរឥឡូវនេះជាដំបូងយើងត្រូវមកមើលទាំងអស់គ្នាតើថាមានអីគេខ្លះយើងត្រូវមានម៉ាស់មួយមកសម្រាប់យើងការពារសុខភាពយើងបន្តមកទៀតយើងមានថ្នាំនេះបងប្អូនថ្នាំនេះថ្នាំស្លាប់មេរោគយើងហ្នឹងខ្ញុំប្រើបានឥណ្ឌូនេស៊ីនេះបងប្អូនអានេះយើងទៅដល់វាតម្លៃអត់ដល់10000ទេហើយអានេះយើងមាន10ទឹកនឹងមួយមកសម្រាប់យើងបាញ់អញ្ចឹងណាហើយយើងនឹងមានទឹកចំនួន10លីត្រក្នុងធុងនេះទឹកចំនួន10លីត្រធុងចាស់យើងចោលហ្នឹងបន្ទាប់មករបៀបប្រើយើងត្រូវតែចាក់មូលក្របហើយយើងចាក់ហ្នឹងចូលអញ្ចឹងណាចំនួនទឹក10លីត្រហ្នឹងខ្ញុំប្រើតែមួយកម្របទេអ្នកនរគ្នាដោយសារតែវាស្តង់ដារគេតម្រូវឲ្យប្រើប៉ុណ្ណឹងអញ្ចឹងបន្ទាប់មកទៀតយើងកូរឲ្យសព្វយើងកូរច្បល់វាសព្វអស់ហើយអញ្ចឹងណាយើងដាក់ចូលនៅក្នុងកំប៉ុងមកបន្ទាប់មកទៀតយើងចាប់ផ្ដើមសព្វវាបន្ទាប់ពីយើងដាក់ចូលក្នុងកំប៉ុងនឹងរួចហើយយើងមួលក្របវាចិត្តមកបន្ទាប់មកយើងសព្វវាឲ្យវាមានខ្យល់នៅក្នុងនោះសម្រាប់យើងបាញ់អញ្ចឹងណាឥឡូវនេះបន្ទាប់ពីការយើងសព្វឲ្យមានខ្យល់នៅក្នុងនោះអញ្ចឹងយើងមកស្រេក្បាលវិញម្ដងដោយសារមានបងប្អូនខ្លះគាត់អត់ទាន់ចេះស្រេឬក៏អីចឹងអានេះយើងស្រេតាមចំណង់ចំណូលចិត្តយើងធំតូចអញ្ចឹងណាបន្ទាប់មកយើងចាប់ផ្ដើមដើរបាញ់តែមុននឹងយើងបាញ់ហ្នឹងពាក់ព័ន្ធនឹងនេះហ្នឹងយើងត្រូវតែបោសសម្អាតលាងត្រង់វាស្អាតអញ្ចឹងណាអ្នកទាំងអស់គ្នាយើងបោសអង្កាមបោសអីឬក៏បោសអាចវាចេញស្អាតជាងមកបន្ទាប់មកចាំយើងដើរបាញ់ដើរសម្អាតបើយើងអត់បោសចេញទេវាស្មើនឹងអត់បានការអញ្ចឹងណាយើងបោសសម្អាតវាអញ្ចឹងមកបន្ទាប់មកចាំយើងដើរបាញ់វិធីបាញ់មានអីគេពិបាកទេអ្នកនរគ្នាយើងគ្រាន់តែដូចខ្ញុំប្រាប់ពីក្បាលវីដេអូអញ្ចឹងយើងគ្រាន់តែដាក់ទឹកនឹងឲ្យយើងសបវាទៅយើងមានខ្យល់ហើយយើងបាញ់វាធម្មតាអញ្ចឹងទៅតែនេះឆ្នាំនេះវាប៉ះពាល់មន់តិចវាអត់អីទេយើងកុំឲ្យតែយើងទៅស្រោចវាទេអ្នកនរគ្នាយើងបាញ់តាមត្រង់តាមអីយើងដែលប៉វេនដែលយើងមន់យើងដើរអញ្ចឹងណាសម្រាប់បងប្អូនដែលគាត់អត់មានអាហ្នឹងយើងក៏អាចកន្លោះបានដែរយើងជះក៏បានឬក៏យើងកន្លោះក៏បានដែរអត់ជាបញ្ហាទេតែខ្ញុំប្រើអានេះវាស្រួលវានិយាយទៅវាស្នឹកដៃជាងអាកន្លោះយើងជះទឹកអីចឹងណាយើងប្រើនេះវាស្អាតជាងវាចំហាយវាចេញសពគ្រប់កន្លែងអញ្ចឹងណាហ្នឹងហើយខ្ញុំសូមបន្ថែមបន្តិចទៀតដែលពាក់ព័ន្ធជាមួយនឹងបងប្អូនថ្មីដែលគាត់មុននឹងដាក់កូនមន់បើយល់ល្អយើងអាចបាញ់វាអញ្ចឹងសិនក៏បានដែរឲ្យវាកាន់តែល្អដើម្បីយើងស្លាប់មេរោគអញ្ចឹងណាឥឡូវនេះយើងធ្វើការយើងសម្អាតរួចហើយយើងបាញ់រួចហើយតែឥឡូវយើងចាក់កាមវិញធម្មតាអរគុណបងប្អូនជំរាបលា